រិត្រីសួស្តីមិត្តអ្នកសិក្សាភាសាខ្មែរជាទីស្រឡាញ់រាប់អាននៅរិត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយកោមានកិត្តិយសលើកយកផ្នែកមួយនៃអក្សរសាស្ត្រមកបង្ហាញគឺសូរដូចនឹងពាក្យគោដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅការរៀបរៀងឡើងមានវត្ថុបំណងសំខាន់5យ៉ាងទី1ជួយសម្រួលដល់អ្នកសិក្សាទាំងឡាយទី2ជួយកាត់បន្ថយការសរសេរខុសទី3ចង់ចែករំលែកដល់អ្នកនិយមអក្សរសាស្ត្រខ្មែរទី4ចង់ពញ្ញាស្មារតីកូនខ្មែរចំពោះអក្សរសាស្ត្រជាតិទី5ចង់រំលឹកគុណចំពោះដូនតាខ្មែរអ្នកប្រាជ្ញបណ្ឌិតដែលបានសល់ទុកអក្សរសាស្ត្រខ្មែរដែលជាដួងព្រលឹងជាតិដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅគោលទី1ថ្នាក់ពាក្យជាកិរិយាមានន័យថាធ្វើវត្ថុរាវឲ្យកម្រើកឲ្យវិលដោយយកអ្វីទៅវឹកឧទាហរណ៍គោនំគោបបរគោសម្លឧទាហរណ៍ទី2ពូសំគោទឹកត្នោតធ្វើស្ករគោលទី2សរសេរកសអូនិងរថ្នាក់ពាក្យជានាមមានន័យថាឈ្មោះនំមួយប្រភេទធ្វើពីម្សៅនិងស្ករគោលាយចូលគ្នាឧទាហរណ៍ទី1ខ្ញុំចូលចិត្តខ្វះជើងតខ្ញុំចូលចិត្តហូបនំគោឧទាហរណ៍ទី2នំគោជាបង្អែមមានរសជាតិឆ្ងាញ់គោលទី3សរសេរគោដាក់ស្រអោថ្នាក់ពាក្យជានាមមានន័យថាសត្វពាហនៈសម្រាប់ប្រើអូសទឹមដឹកអូសជាសត្វមានប្រយោជន៍យ៉ាងសំខាន់របស់មនុស្សឧទាហរណ៍កសិករប្រើគោភ្ជួរស្រែឧទាហរណ៍ទី2គោជាសត្វមានប្រយោជន៍ច្រើនគោលទី4ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សឧទាហរណ៍បងគោទៅសៀមរាបមីងគោចាំផ្ទះជាសង្ខេបសូរដូចនឹងពាក្យគោមាន4គោលទី1សរសេរកសអូនិងរថ្នាក់ពាក្យជាកិរិយាមានន័យថាធ្វើវត្ថុរាវឲ្យកម្រើកទី2គោសរសេរកសអូនិងរថ្នាក់ពាក្យជានាមមានន័យថាឈ្មោះនំមួយប្រភេទគោសរសេរគោដាក់ស្រអោថ្នាក់ពាក្យជានាមមានន័យថាសត្វពាហនៈសម្រាប់ប្រើទឹមដឹកអូសគោលទី4ថ្នាក់ពាក្យជានាមមានន័យថាឈ្មោះរបស់មនុស្សអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោកជាពិសេសសូមអរគុណចំពោះឧបាសិកាឈឹមលេងនិងឧបាសកខាន់រឿននៅព្រៃក្របៅ2លោកតែងជួយឧបត្ថម្ភដល់កម្មវិធីសិក្សាអក្សរសាស្ត្រខ្មែរនេះសូមជូនពរឧបាសកនិងឧបាសិកាបានសេចក្តីសុខចម្រើននិងសម្រេចអ្វីដោយចិត្តពងប្រាថ្នាអក្សរសាស្ត្រជាដួងព្រលឹងជាតិរាត្រីសួស្តីសូមជម្រាបលា